យើងឃើញថាកម្ពុជាយើងបច្ចុប្បន្ននេះកំពុងតែស្វាស្វែងមែនទែនបងប្អូនខាងក្នុងនោះគឺទប់ទល់ជាមួយនឹងការឈ្លានពានរបស់ចៅសៀមហើយទៅលើវេទិកាអន្តរជាតិយើងក៏បានបញ្ជូនតំណាងដើម្បីទៅប្រជុំនៅអង្គការសហប្រជាជាតិដើម្បីលើកឡើងអំពីបញ្ហានៃការឈ្លានពានរបស់ថៃណាហើយយើងចង់ដឹងថាការប្រជុំនៅឯអង្គការសហប្រជាជាតិកម្ពុជាយើងលើកឡើងក៏ដូចជាដាក់ថៃចំទៅលើរឿងអ្វីខ្លះយើងមកប្រែលំអិតទាំងអស់គ្នាណាហើយថៃក៏វាយកព័ត៌មានពីយើងចោះដែរណាយើងខាងเพจផ្លូវការណាមួយចោះហ្នឹងគឺវាយកទៅប្រែភ្លាមតន់ចិត្តដូចគ្នាហើយបញ្ជាក់តិចបងប្អូនវីដេអូនេះយើងមានទាំងអស់3ព័ត៌មានសំខាន់ណាឥឡូវយើងមកមើលចំណងជើងព័ត៌មានទី1គេដាក់ថាម៉េចប្តឹងដល់ទៅ2អង្គប្រជុំនៅឯអង្គការសហប្រជាជាតិណាអញ្ចឹងគឺយើងទៅចូលរួមហ្នឹងគឺមាន2អង្គប្រជុំធំហ្នឹងបងប្អូននៅឯអង្គការសហប្រជាជាតិហ្នឹងដោយចោទប្រកាន់ថាថៃនឹងបានឈ្លានពានក៏ដូចជាបដិសេធការចរចាសំណួរសួរថាកម្ពុជាយើងលើកឡើងបែបនេះខុសឬត្រូវណាបងប្អូនទៅលើថៃវាគិតថាខុសហើយប៉ុន្តែកម្ពុជាយើងគឺលើកឡើងនេះគឺជារឿងពិត 100% ដែលមិនមានគេហៅថាទៅកុហកអន្តរជាតិអីនោះទេណាហើយថៃក៏វាមិនពេញចិត្តដែរដែលយើងទៅគេហៅថាពិបាកមុខវាចំនៅឯវេទិកាអន្តរជាតិបែបហ្នឹងឥឡូវយើងទៅមើលព័ត៌មានមួយទៀតបងប្អូនព័ត៌មានទី2គឺតកតងទៅនឹងសម្ដេចបានដាក់ទៅថៃវិញចំរឿងថៃចោទថាកម្ពុជាយើងមានតែហ៊ានស៊ីឈ្នួលជួលបរទេសមកបរោះដ្រូនអីហ្នឹងណាហើយព័ត៌មានសំខាន់ទី3គឺថៃគេថាចេញមកបែបឆ្លើយទៀតណាបងប្អូនបញ្ជាក់ថាថៃមិនឈប់បាញ់នោះទេណាដោយបញ្ជាក់ថារហូតដល់តែកម្ពុជាយើងនឹងឈប់បាញ់មុនណាហើយវាអ្នកឆ្លៀនពៀនយើងឲ្យយើងទៅឈប់បាញ់មុនហើយសំដៅសួរថានិយាយទៀតបងប្អូនបើកម្ពុជាយើងឈប់បាញ់មុនតើវាឈប់បាញ់យើងដែរអត់ណាវានៅតែផ្លោងបន្តដដែលហ្នឹងគឺពិបាកដោះស្រាយមែនទែនឥឡូវយើងទៅលំអិតព័ត៌មានទី1ទាំងអស់គ្នាហើយបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានព័ត៌មានដែលយើងប្រែពីកាសែតថៃមកកម្ពុជាបានប្តឹងពីអង្គប្រជុំឬក៏អង្គប្រជុំចំនួន2នៅឯ UN ដោយចោទប្រកាន់ថាថៃនឹងបានឈ្លានពានថែមទាំងបដិសេធការចរចាណាបងប្អូនអញ្ចឹងអ្វីយើងលើកឡើងជាការពិតណាគឺវាឈ្លានពានយើងហើយវាអត់ចរចាទៀតហើយឥឡូវហ្នឹងគឺមិនដឹងថាទៅចរចាមួយណាណាព្រោះវានាយករដ្ឋមន្ត្រីក៏មិនដឹងឯណាហើយនៅពីក្រោយយោធាហ្នឹងក៏មិនដឹងអ្នកណាដែរណាបងប្អូនកម្ពុជាបានប្តឹងនៅឯអង្គប្រជុំគណៈកម្មាធិការសន្តិភាពនៃអង្គការសហប្រជាជាតិហើយនឹងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិថាថៃនឹងបានឈ្លានពានក៏ដូចជាបដិសេធការចរចាកាលពីថ្ងៃទី15ខែធ្នូឆ្នាំ2025លោកកៅជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិនៃទីក្រុងញូវយ៉កបានថ្លែងនៅចំពោះអង្គប្រជុំក៏ដូចជាគណៈកម្មាធិការសន្តិភាពនៃអង្គការសហប្រជាជាតិឬក៏អង់គ្លេស PBC បានប្តឹងថាថៃនឹងបានឈ្លានពានក៏ដូចជាបដិសេធនៅការចរចាព្រមទាំងចោទប្រកាន់ថាប្រើប្រាស់កម្លាំងទាហានដើម្បីរំលោភអធិបតេយ្យរបស់កម្ពុជាណាឬក៏ប្រើកម្លាំងទាហានដើម្បីឈ្លានពានកម្ពុជាតែម្ដងណាអញ្ចឹងគឺយើងលើកឡើងតែរឿងពិតទេបងប្អូនតែពេលខ្លះ UN ហ្នឹងគឺ slow ពេកហើយ UN ហ្នឹងបងប្អូនស៊ីតែប្រាក់ខែទេ UN ប៉ុន្តែការងារអារឿងស្អីចឹងហ្នឹងដូចធ្វើការយឺតដល់កយឺតទេណាបងប្អូនហើយមិនងាយដោះស្រាយអីទេណាតើគេចាក់កគូតណាបានលើកយកមកនិយាយចឹងទៅណាចឹងបានគេថាបើយើងមិនខ្លាំងទេវាពិបាកនឹងពឹងអន្តរជាតិបងប្អូនសង្គ្រាមធំជាច្រើនដែល UN ដោះស្រាយអត់ចេញណារឿងអ៊ុយក្រែនរុស្ស៊ីណាសង្គ្រាមអីណាអ៊ីស្រាអែលអីហ្នឹងគឺចប់ UN បលែងបដ ாய் ហ្នឹងបងប្អូនចឹងបានថាចឹងមានតែយើងរួបរวมគ្នាហើយអន្តរជាតិក៏យើងប្តឹងទៅខ្លះចឹងទៅណាឥឡូវយើងទៅជាបន្តទៀតលោកកៅជាបានសម្ដែងនៅការយល់ឃើញខាងលើនៅក្នុងពេលដែលពិភាក្សាក្រៅប្រធានបទការដោះស្រាយវិវាទព្រំដែនក្នុងតំបន់អាស៊ីកណ្ដាលដោយសន្តិវិធី
ដោយលោកបានលើកឡើងថាឬក៏មានប្រសាសន៍ថាការបញ្ឈប់នៅចំនួនព្រំដែនត្រូវតែធ្វើឡើងដោយសន្តិវិធីនិងតាមរយៈការចរចាណាអានេះគឺជារឿងមួយដែលសមហេតុផលមែនទេបងប្អូនគឺត្រូវតែធ្វើឡើងដោយសន្តិវិធីនិងការចរចាប៉ុន្តែបញ្ហានោះគឺថៃពិបាកចរចាមែនទេបងប្អូនគឺក៏យើងគេហៅថាមិនដឹងនិយាយជាមួយវាថាម៉េចបងប្អូនតែសំខាន់គឺគ្រប់ព័ត៌មានរបស់វាគឺវាផ្ទុយពីយើងរហូតណាយើងចោះអញ្ចឹងវាទៅចោះទៅផ្ទុយពីយើងមេឃនឹងដីអញ្ចឹងទៅណាយើងចោះថាវាឆ្លៀនពៀនវាចោះថាយើងឆ្លៀនពៀនវាទៅវិញណាអាហ្នឹងគឺពិបាកមែនទេណាហើយដោយការចរចាមិនមែនដោយកម្លាំងទាហាននោះទេលោកកែវជាបានលើកឡើងថាសកម្មភាពរបស់ថៃបានបណ្ដាលឲ្យជនស៊ីវិលស្លូតត្រង់បាត់បង់ជីវិតរងរបួសនិងមានជនភៀសខ្លួនដោយសារសង្គ្រាមលើពីនេះការឈ្លានពាននេះថែមទាំងបានបំផ្លិចបំផ្លាញមរតកវប្បធម៌និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលផ្ទុយទៅនឹងគោលការណ៍នៃភាពជាអ្នកចិត្តខាងល្អដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិការបញ្ចប់វិវាទព្រំដែនដោយសន្តិវិធីគឺអាចទៅរួចអាស្រ័យលើទំនុកចិត្តនិងការគោរពគ្នាទៅវិញទៅមកទោះជាយ៉ាងណាក៏ដោយការដោះស្រាយចំនួនដោយសន្តិវិធីអាចកើតឡើងបានមិនអាចកើតឡើងបានឡើយនៅពេលដែលប្រទេសមួយបដិសេធការចរចាបែរទៅប្រើប្រាស់កម្លាំងយោធានិងមើលរំលងយន្តការសន្តិភាពក្នុងការដោះស្រាយចំនួនលោកបានថ្លែងដូចនេះនៅក្នុងថ្ងៃដដែលនោះលោកកៅជាក៏បានចូលរួមក្នុងកិច្ចពិភាក្សាដេញដោលបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC ក្រោមប្រធានបទភាពជាអ្នកដឹកនាំដើម្បីសន្តិភាពដោយលោកបានលើកឡើងនៅបញ្ហានៃការបាត់បង់ជីវិតជនស៊ីវិលនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសកម្ពុជាដែលបង្កឡើងដោយកងទ័ពថៃការបាញ់កាំភ្លើងធំនិងការវាយប្រហារតាមផ្លូវអាកាសរបស់ថៃដែលបានកើនឡើងជាលំដាប់ចូលមកក្នុងតំបន់ដែលមានជនស៊ីវិលកម្ពុជារស់នៅរហូតដល់ចម្ងាយ90គីឡូម៉ែត្រឯណោះគឺជាសកម្មភាពឈ្លានពានយ៉ាងច្បាស់ក្រឡែតវាមិនមែនជាវិវាទព្រំដែនហើយក៏មិនមែនជាការការពារខ្លួននោះដែរលោកបានថ្លែងដូច្នេះចឹងបងប្អូនណាវាហោះចូលយើងដល់90គីឡូសាកសម័យយើងថាយើងធ្វើអញ្ចឹងដាក់វាវិញបងប្អូនតើវានឹងឆ្លើយតបមកយើងវិញបែបណាណាអញ្ចឹងបានថាគឺនៅចិត្តថៃនេះគឺពិបាកណាស់បងប្អូនណាវាអាងវាមានយន្តហោះចម្បាំងហើយវាហោះមកអត់អីបងប្អូនហោះមកអត់ធ្លាក់ហោះមកអត់ធ្លាក់វាញ៉ាំបងប្អូនញ៉ាំដូចស៊ីក្តាមប្រៃវាអាងទៅចូលមកអត់អីចូលមកអត់អីណាពោធិ៍សាត់ផងស៊ីមរៀបផងអីចឹងទៅណាហើយយើងក៏បន្តពង្រឹងស្មារតីកុំតក់ស្លុតទៅតាមការគេចង់ឲ្យយើងតក់ស្លុតយើងកុំតក់ស្លុតតាមគេណងបងប្អូនយើងនៅតែបន្តរួបរวมសាមគ្គីគ្នាអញ្ចឹងលោកកៅជាបានបន្ថែមថាប្រទេសថៃបានបង្ហាញខ្លួនឯងថាជាប្រទេសស្រឡាញ់សន្តិភាពប៉ុន្តែបែរជាបដិសេធរាល់គ្រប់មធ្យោបាយដោះស្រាយដោយសន្តិវិធីប្រទេសថៃបានបដិសេធមិនព្រមដោះស្រាយជម្លោះតាមរយៈយន្តការនៃតុលាការយុត្តិធម៌អន្តរជាតិបានផ្អាកសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួរដោយឯកតោភាគីនិងបានប្រកាសបញ្ឈប់ការចរចាបដិសេធរាល់ការឈប់បាញ់ទាំងអស់និងបញ្ជាក់ពីឆន្ទៈក្នុងការគំតិចសមត្ថភាពរបស់យោធាកម្ពុជាលោកបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដូចជាឬក៏នឹងសហគមន៍អន្តរជាតិជួយការពារធម្មនុញ្ញអង្គការសហប្រជាជាតិដោយបញ្ជាក់ថាការនៅស្ងៀមមិនធ្វើអ្វីសោះអាចធ្វើឲ្យការឈ្លានពានคล้ายជារឿងធម្មតានិងបំផ្លាញប្រព័ន្ធពហុភាគីនិយមណាអញ្ចឹងរាល់ថ្ងៃហ្នឹងដូចខ្ញុំថាក៏ដូចជាបងប្អូនយល់ឃើញអញ្ចឹងណាគឺភាពមិនអើពើភាពនៅស្ងៀមរបស់អង្គការសហប្រជាជាតិបងប្អូនណាសង្គ្រាមធំធំច្រើនណាស់អ៊ុយក្រែនរុស្ស៊ីណាអ៊ីស្រាអែលជាមួយតំបន់កាសាណាប្រទេសស្អីគេបងប្អូនណាខ្ញុំអត់សូវច្បាស់ប៉ាឡេស្ទីនឬក៏អីទេណាអាហ្នឹងគឺធំមែនទេណាងាប់កុមារច្រើនតែធម្មតាណា
ចឹងមិនថា UN NATO អីហ្នឹងលយទៅឈ្មោះហ្នឹងបងប្អូនគឺអត់មានជួយដោះស្រាយអីសោះឥឡូវយើងទៅព័ត៌មានទី2ណាទាក់ទងទៅនឹងសម្ដេចគេថាតមួយណាកុំឲ្យថៃហ្នឹងវាប្រកែព្រុសចោតយើងពេករឿងថាយើងនឹងជួលតាហ៊ានជួលអីណាអញ្ចឹងសម្ដីនេះគឺខ្ញុំដកស្រង់ចេញពី page ផ្លូវការរបស់ប្រធានព្រឹទ្ធសភាគឺសម្ដេចតេជោផ្ទាល់តែម្ដងណាប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយដោយសារព័ត៌មានថៃមួយចំនួនដែលបានលើកឡើងថាមានទាហានរុស្ស៊ីនិងជនបរទេសមួយចំនួនកំពុងចូលរួមប្រយុទ្ធនៅកម្ពុជាដើម្បីរក្សានៅសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏ដូចជារបស់រុស្ស៊ីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជនជាតិរុស្ស៊ីឬជនជាតិបរទេសផ្សេងទៀតចូលរួមការប្រយុទ្ធលើសមរភូមិឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជានោះឡើយចឹងប្រហែលថ្ងៃនេះថៃអ្នកវិភាគធំគេណាបងប្អូនគេថាច្បាស់ជាមានអ្នកដៃដ្រូនពីបរទេសច្បាស់ជាមានទាហានស៊ីឈ្នួលអាចមកពីចិនមកពីរុស្ស៊ីពីអាមេរិកមកជួយខ្មែរអីគ្រប់សពណាហើយសិតតអ្នកវិភាគគេហៅថាក្បាលម៉ាស៊ីននៅថៃបងប្អូនប៉ុន្តែយើងមើលឲ្យវាគួរអស់សំណាយដែរណាតែសត្រូវមើលយើងខុសវាជារឿងល្អបងប្អូនណាតែគេមើលយើងត្រូវតែជារឿងដែលគួរឲ្យភ័យខ្លាចបាសសក់ទៅវិញណាអញ្ចឹងវាប្រហែលមើលស្ថានភាពខុសហើយវាខុសតទៅយើងមិនមានយោធាបរទេសលើទឹកដីកម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ1993មកម្លេះយើងទទួលស្គាល់ថាយើងធ្លាប់មានយោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគីនៅលើទឹកដីកម្ពុជាពិសេសកងទ័ពជើងទឹកបរទេសដែលមកតាមច្រកសមុទ្រខេត្តព្រះសីហនុដែលនេះជាទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀតធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ចសហការក្នុងវិស័យការពារជាតិយើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនបរទេសជាច្រើនជាតិសាសន៍កំពុងស្នាក់នៅកម្ពុជាដែលជាទេសចរវិនិយោគិនអ្នកបច្ចេកទេសអ្នកធ្វើការឲ្យក្រុមហ៊ុនបរទេសឬក្នុងស្រុកតែអ្នកទាំងនោះមិនមែនពាក់ព័ន្ធជាមួយនឹងវិស័យយោធាឬការប្រយុទ្ធនោះឡើយឥឡូវយើងបិទព័ត៌មានទី2យើងបន្តទៅព័ត៌មានសំខាន់ទី3ណារឿងគេហៅថាថៃកំពុងតែក៏ក្លឿនសបាយអជាមួយនឹងភ្លើងសង្គ្រាមជាមួយនឹងការឈ្លានពានមកប្រទេសតូចដូចជាកម្ពុជារបស់យើងណាអញ្ចឹងថៃគេដាក់ចំណងជើងកាសែតថាម៉េចបញ្ជាក់ថាថៃមិនឈប់បាញ់នោះទេរហូតដល់តែកម្ពុជានឹងបញ្ឈប់នៅការបាញ់មុនណាគឺគេនិយាយខ្លីទៅគឺកម្ពុជាឈប់បាញ់មុនបានវាឈប់ប៉ុន្តែកម្ពុជាឈប់ក៏វាមិនឈប់ដែរណាបងប្អូនឥឡូវសាយើងឈប់មែនមកយប់នឹងមិនតដៃវាមិនស្រួលវាមិននឹងតម្លាក់យើងយ៉ាងណាទេណាបងប្អូនយើងឈប់ក៏វាមិនឈប់ដែរណាអញ្ចឹងយើងក៏តាមដានមើលតទៀតនឹងមានដំណោះស្រាយបែបណាលោកស៊ីហស័កបង្ហើបថាក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅមិនទាន់កោះប្រជុំដើម្បីបញ្ចប់ចំនួនប៉ះទង្គិចព្រំដែនថៃកម្ពុជានៅឡើយទេព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថាថៃនឹងមិនឈប់បាញ់ឡើយលុះត្រាតែកម្ពុជាឈប់បាញ់មុនវាចេញមកទៅឆ្លើយអញ្ចឹងណាបងលោកស៊ីហស័កភួងកេតកែវរដ្ឋមន្ត្រីក្រសួងការបរទេសបានផ្ដល់បទសម្ភាសន៍អំពីករណីដែលថៃបានផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិដើម្បីតវ៉ាប្រឆាំងនឹងកម្ពុជាពាក់ព័ន្ធនឹងស្ថានភាពព្រំដែនថៃកម្ពុជាតើមានការឆ្លើយតបយ៉ាងដូចម្តេចខ្លះដោយលោកបានលើកឡើងពីមូលហេតុដែលត្រូវផ្ញើលិខិតទៅកាន់អង្គការសហប្រជាជាតិថាចឹងវាឃើញយើងទៅវាដាក់ស្នើទៅដែរណាដោយសារតែកម្ពុជាបានផ្ញើលិខិតទៅមុនណាហើយក៏មិនទាន់ឃើញមានប្រទេសណាមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយល់ឃើញថាមានភាពចាំបាច់ក្នុងការកោះប្រជុំវិសាមញ្ញនោះដែរណាអញ្ចឹងគេថាប៉ុណ្ណឹងហើយឆ្លោះគ្នាប៉ុណ្ណឹងហើយគេថាមិនទាន់មាននៅភាពចាំបាច់ណាមួយដើម្បីកោះប្រជុំទេណាបងប្អូនហើយយល់តនៅវានឹងទៅតម្លាក់ដល់ក្រុងយើងហើយមកទៅបាន UN នេះនឹងថាថៃនឹងឈ្លានពានខ្លាំងណាប៉ុណ្ណឹង UN ថានៅធម្មតាទៀតមិននឹងនិយាយថាម៉េចទេបងប្អូនណា
ដូច្នេះហើយទើបមិនទាន់ដល់ថ្នាក់ត្រូវកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេយ៉ាងណាមិញនឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសដើម្បីពិភាក្សាអំពីស្ថានភាពថៃកម្ពុជានៅថ្ងៃទី22ខែធ្នូខាងមុខនេះចំណែកឯជំហររបស់ប្រទេសចិនចំពោះរឿងនេះវិញកាលពីថ្ងៃទី15ធ្នូ2025លេខាធិការក្រសួងការបរទេសបានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនក្នុងនោះលោកទូតបានបញ្ជាក់ថាចង់ឃើញថៃនិងកម្ពុជាវិលត្រឡប់ទៅរកសន្តិភាពវិញហើយចង់ឲ្យមានការដោះស្រាយបញ្ហារវាងគ្នាទៅវិញទៅមកតាមផ្លូវសន្តិភាពដែលខាងភាគីថៃគឺមានការត្រៀមខ្លួនរួចជាស្រេចហើយប៉ុន្តែការឈប់បាញ់គឺជាអ្វីដែលភាគីទាំងពីរត្រូវតែអនុវត្តរួមគ្នាដោយជំហររបស់ថៃគឺច្បាស់លាស់ណាស់ថាប្រសិនបើចង់ឈប់បាញ់កម្ពុជាត្រូវតែបញ្ឈប់មុនសិនបន្ទាប់មកទៅពិភាក្សាគ្នាណាអញ្ចឹងវានៅបញ្ជាក់ដដែលថាឲ្យយើងឈប់មុនសិនណាប៉ុន្តែយើងប្រជាជនយើងទាំងមូលគឺយើងដឹងច្បាស់ហើយថាយើងឈប់មុនក៏វាមិនឈប់ដែរណាព្រោះអីយើងអត់បានបាញ់វាផងវាលត់យើង24ម៉ោងមុនបាត់ហើយបងប្អូនយើងតើតែគេលេង24ម៉ោងមុនហើយបានយើងតតាមក្រោយទេណាចាហ្នឹងយើងអត់មានបាញ់ផងវាបាញ់មករកបកាច់ស្អីវាណាសំណួរសួរទៅកាន់ចៅសៀមបែបហ្នឹងចំពោះបញ្ហាអាវុធវិញដែលជាអាវុធប្រភេទថ្មីនឹងមានការសន្មតថាជាអាវុធរបស់ចិននោះតែខាងអាជ្ញាធរចិនបានបំភ្លឺយ៉ាងដូចម្តេចខ្លះលោកស៊ីអាសាបានថ្លែងថាអាវុធដែលចិនផ្ដល់ឲ្យកម្ពុជាគឺជាអាវុធប្រភេទចាស់ហើយខាងអាជ្ញាធរចិនមិនបានបញ្ជូនអាវុធប្រភេទថ្មីឲ្យនោះទេដូច្នេះហើយវាអាចមានវិធីសាស្ត្រច្រើនយ៉ាងក្នុងការទទួលបានអាវុធទាំងនេះបញ្ហានេះកំពុងត្រូវបានតាមដានយ៉ាងដិតដល់ពីព្រោះការដែលកម្ពុជាប្រើប្រាស់អាវុធមកពីចិនដែលចាត់ទុកថាជាអាវុធធុនធ្ងន់ម៉ែវាស្អីណាហើយ F16 វាហ្នឹងធុនស្រាលឬក៏មិនណានឹងបានវាប្រហារមកលើភាគីថៃបណ្ដាលឲ្យមានការខូចខាតទើបមានការតាមដាននិងការពិភាក្សាជាមួយនឹងភាគីចិនលោកស៊ីអាសាក៏បានបន្តទៀតថារហូតមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ណាមួយជំវិញវត្តមានទាហានស៊ីឈ្នួលបរទេសចូលមកជួយកម្ពុជាក្នុងការប្រយុទ្ធគ្នានោះទេដែលនេះគ្រាន់តែជាព័ត៌មានចចាមអារាមនិងមិនទាន់អាចត្រួតពិនិត្យបាននៅឡើយចំពោះភាពច្បាស់លាស់នៃកិច្ចចរចារវាងលោកអនុทิនឆានវីរគុណនាយករដ្ឋមន្ត្រីនិងលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកវិញនោះលោកសៀសាក់បានបញ្ជាក់ថាម៉េចបងប្អូនឥឡូវយើងទៅជាបន្តទៀតនៅថ្ងៃនោះមិនមានការពិភាក្សាគ្នាអំពីបញ្ហានៃការឈប់បាញ់ឡើយដោយខាងភាគីថៃបានបញ្ជាក់ជំហរថាប្រសិនបើនឹងមានការឈប់បាញ់កម្ពុជាត្រូវតែជាអ្នកចាប់ផ្ដើមមុនប្រសិនបើនឹងត្រូវមានការឈប់បាញ់គ្នាពិតប្រាកដមែននោះត្រូវតែមានការពិភាក្សាគ្នាថាតើនឹងចាប់ផ្ដើមឈប់បាញ់នៅពេលណាហើយនីតិវិធីគួរតែមានលក្ខណៈបែបណាលោកបានសង្កត់ធ្ងន់ថារហូតមកដល់ពេលនេះនៅមិនទាន់បាននិយាយដល់ចំណុចនោះនៅឡើយទេឥឡូវយើងទៅជាបន្តទៀតចំណែកឯរឿងពន្ធដារវិញលោកស៊ីអាសាក់បានថ្លែងថាប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថារឿងនេះត្រូវតែបន្តចរចាឲ្យមានការវិវត្តទៅមុខទៀតដោយមិនមានអ្វីដែលបង្ហាញថានឹងផ្អាកការចរចាលើបញ្ហាពន្ធដារនោះឡើយណាបាទអញ្ចឹងគឺ3ព័ត៌មានខ្ទិះណាបងប្អូនគឺមានប៉ុណ្ណឹងហើយព័ត៌មានទី1ហ្នឹងគឺតាក់ទងទៅនឹងកម្ពុជាយើងប្រលះថៃឬក៏បកអាក្រាតថៃនៅឯវេទិកាអន្តរជាតិ UN ណាតែបញ្ហាមួយដែលយើងរៀងមិនសូវជាសប្បាយចិត្តគឺថា UN ដូចជាមិនសូវជាមានឥទ្ធិពលអីប្រហែលទេបងប្អូនណាទៅលើសង្គ្រាមទូទៅនៅលើពិភពលោកបច្ចុប្បន្ននេះគឺគាត់ថានាមមានឈ្មោះបងប្អូនបានតែអីគេបងប្អូនស្នើឲ្យប្រទេសទាំងសងខាងចិត្តតិចអីតែប៉ុណ្ណឹងណាហើយទីចិត្តតិចឡើយមិនបើវាមកឆ្លៀនពៀនយើងនឹងដល់កម្រិតហើយបងប្អូនហើយទី2ហ្នឹងគឺសម្ដេចតេជោបានឆ្លើយតបទៅកាន់ថៃថាកុំឲ្យចេះតែចោតកម្ពុជាតែប្រទេសប្រដាស់ណាតែជួលតែហ៊ានពីបរទេសណាវាមានចោតយើងថាជួលអ្នកបរោះដ្រូនអីគ្រប់សពហើយទី3តកតងទៅនឹងថៃគឺ
ដូចជានៅតែចង់បន្តនៅភ្លើងសង្គ្រាមបងប្អូនដែលថៃគេបញ្ជាក់ថាតរកម្ពុជាយើងនឹងឈប់បាញ់មុនបានវាឈប់តាមក្រោយណាហើយវាចាប់ផ្ដើមមុនវាចង់ឲ្យយើងជាអ្នកឈប់មុនទៅវិញណាហើយបញ្ហានោះទៅបីជាយើងឈប់ក៏វាមិនឈប់ដែរបងប្អូនណាហើយចំណាត់ការចិននិងអាមេរិកយើងចាំមើលបន្តទៀតទាំងអស់គ្នាអញ្ចឹងទាំង3ព័ត៌មានសំខាន់មានតែប៉ុណ្្នឹងសូមអរគុណសូមគោរពលា